លោកហាងលីហៈប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានប្រចាំខេត្តកំពង់ធំបាននាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនកងកម្លាំងជួរមុខនៅភូមិព្រៃច័ន្ទការធ្វើឡើងនេះដើម្បីសម្ដែងឲ្យដឹងនៅទឹកចិត្តខ្មែរស្រឡាញ់ខ្មែរដើម្បីរួបរวมគ្នាការពារទឹកដីពីការឈ្លានពានរបស់ចោរសៀមមកលើមាតុភូមិនៃកម្ពុជាយើងការផ្ដល់ជូននេះធ្វើឡើងកាលពីរសៀលថ្ងៃទី4ខែតុលាឆ្នាំ2025ដោយសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានបាននាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនកងកម្លាំងជួរមុខស្ថិតនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យក្នុងឱកាសនោះលោកហាងលីហៈប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានប្រចាំសាខាខេត្តកំពង់ធំបាននាំយកត្រីងៀតសាច់ជ្រូកផាត់ដើម្បីទុកផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃក្នុងពេលជាមួយគ្នានោះដែរឯកឧត្តមប៉ាន់ខែមវឌ្ឍនាតំណាងឲ្យឯកឧត្តមបណ្ឌិតប៉ាន់ខែមប៊ុនក៏បានថ្លែងអំណរគុណដល់ក្រុមការងារអ្នកសារព័ត៌មានដែលតែងតែមានឆន្ទៈចូលរួមកាតព្វកិច្ចក្នុងកិច្ចការពារបូរណភាពទឹកដីថែមទាំងជួយផ្ដល់នូវគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងជួរមុខយើងបន្ថែមពីការផ្គត់ផ្គង់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាក៏ដូចជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចទាំងទ្វេតែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះកម្លាំងជួរមុខជានិច្ចចំណែកសប្បុរសជននានាដែលបានឧបត្ថម្ភគឺជាសន្តានចិត្តនិងបានបញ្ជាក់ពីទឹកចិត្តខ្មែរស្រឡាញ់ខ្មែររួបរวมគ្នាដើម្បីការពារទឹកដីក្នុងនោះលោកក៏បានជូនពរសប្បុរសជនដែលតែងតែមានការចូលរួមក្នុងការឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខទាំងអស់សូមឲ្យជួបតែនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមបញ្ជាក់ប្រាប់បងប្អូនទស្សនិកជនសម្ភារៈគ្រឿងឧបភោគបរិភោគទាំងអស់នេះគឺបានមកពីសប្បុរសជនរបស់យើងនៅក្នុងខេត្តកំពង់ធំដែលជួយតាមរយៈលោកហាងលីហៈមកចែកជូនដល់កងកម្លាំងដែលឈរជើងនៅជួរមុខផ្ទាល់ហើយក៏មានថវិការបស់សមាគមផ្ទាល់ចូលរួមផងដែរសារព័ត៌មានក្រុងទេស